bắt số đây bong bong này ní bắt đầu sầm rạp bong bong này còn miền Pành Hà thật lơ Microsoftแบบนี้ពេលដែលយើងបើកកុំព្យូទ័រមកកម្មវិធី Microsoft នេះវាលោតឡើងមកអញ្ចឹងបាទរាល់ពេលដែលយើងបើកកុំព្យូទ័រគឺវាតែងតែបើកមកបែបហ្នឹងរហូតណាបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហាបែបហ្នឹងគឺយើងមានវិធីបាទដំបូងគឺយើងត្រូវចូលមកខាងក្រោមវាមកឡើងប្រអប់ search ហ្នឹងហើយយើងវាយពាក្យថា task manager នេះយើងបើកទៅលើកម្មវិធីហ្នឹងមក open បន្ទាប់មកយើងចូលមកម្ដងហ្នឹងហើយយើងចូលមកកន្លែង start up នេះសម្រាប់ Windows 10គឺវាចេញទម្រង់បែបនេះអញ្ចឹងយើងចូលមកកន្លែង start up នេះមកឬហើយយើង scroll ចូលមកក្រោមយើងរកពាក្យថាអ្នក Microsoft 365នេះយើងចុចទៅលើហ្នឹងមកយើងឈរនៅលើ Microsoft 365ហ្នឹងមកហើយយើងយកពាក្យថា disable ខាងនេះដោយសារនេះវានៅ enable អញ្ចឹងយើងចុច disable វាមកឬក៏យើង mouse ស្ដាំទៅលើ Microsoft 365ហ្នឹងមកយើង mouse ស្ដាំមកយើងយកពាក្យថា disable ហ្នឹងវាដូចគ្នាបាទឥឡូវនេះវា disable ហើយយើងធ្វើការបិទវាវិញបាទសម្រាប់គ្រប់កម្មវិធីទាំងអស់ដែលយើងបើកកុំព្យូទ័រមកគឺវាលោតមកដោយស្វ័យប្រវត្តិអញ្ចឹងគឺយើងចូលទៅបិទនៅថងចំណុចហ្នឹងដូចគ្នាយើងគ្រាន់តែ disable វាមកគឺវាលែងលោតមកដោយស្វ័យប្រវត្តិបាទហើយសម្រាប់វីដេអូនេះគឺយើងមានតែប៉ុណ្្នឹងហើយសម្រាប់បងៗដែលគាត់មានចម្ងល់អីអាច comment សួរនៅខាងក្រោមបាន